បាទថ្ងៃនេះគឺខ្ញុំបានដឹកនាំបងប្អូនមេធាវីយើងជិត500នាក់ហើយក៏មានបងប្អូនសិល្បករសិល្បករនីកម្ពុជាយើងជិត300នាក់ដែរបានមកចូលរួមនៅក្នុងកម្មវិធីការដើររួមគ្នាជាលក្ខណៈសាមគ្គីភាពគ្នា Solidarity March ដែលដឹកនាំដោយអាយដាមហ៊ុនម៉ាណីនៅពេលនេះហើយយើងខ្ញុំគឺមានសេចក្តីសប្បាយរីករាយហើយក៏ជាមោទនភាពក៏ដូចជាកតញ្ញូដែរដែលបានចូលរួមនៅក្នុងកម្មវិធីនេះដែលឃើញថាមានបងប្អូនប្រជាពលរដ្ឋខ្មែរយើងមកពីគ្រប់ទិសទីហើយដែលខ្ញុំឃើញថាមានចំនួនច្រើនមែនទែនរាប់ម៉ឺននាក់បាទហើយតាមតួលេខដែលខ្ញុំឮថាជាង100000នាក់បាទដែលបានមកប្រមូលផ្ដុំគ្នាចេញពីកោះពេជ្ររហូតមកដល់ទីតាំងប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញក៏ដូចជារបស់កម្ពុជាយើងដែរគឺវិមានឯករាជ្យនេះបាទហើយយើងខ្ញុំសប្បាយចិត្តនៅក្នុងការចូលរួមនៅក្នុងកម្មវិធីនេះដោយសារតែវាជាការបង្ហាញបាទនៅទឹកចិត្តនៅឆន្ទៈរួមគ្នាមួយគឺទីមួយយើងគ្រប់គ្រងនៅការសម្រេចចិត្តនៅការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក៏ដូចជាសម្ដេចតេជោហ៊ុនសែនបាទហើយទី2គឺយើងសម្ដែងនៅការគ្រប់គ្រងចំពោះបងប្អូនកងទាហានកងកម្លាំងប្រដាប់អាវុធរបស់យើងដែលកំពុងតែឈរជើងនៅជួរមុខដើម្បីត្រៀមការពារនៅបូរណភាពទឹកដីរបស់ប្រជាជាតិកម្ពុជាយើងអញ្ចឹងយើងខ្ញុំសូមបញ្ជាក់ថាយើងគ្រប់គ្រងដោយអត់ងាករេចំពោះអ្វីដែលជាការសម្រេចចិត្តការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតហើយយើងខ្ញុំក៏បង្ហាញនៅមនោសញ្ចេតនាគ្រប់គ្រងបាទលើកទឹកចិត្តហើយនៅជាមួយបងប្អូនកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាយើងដែលការពារបូរណភាពទឹកដីរបស់ប្រជាជាតិកម្ពុជាយើង